សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពី PC build ចំនួនចុងក្រោយដែលប្រើប្រាស់ motherboard Z890 របស់ក្រុមហ៊ុន ASUS ជាមួយនឹង CPU Intel Core Ultra Series ភាគច្រើនបងគាត់ផ្ដោតទៅលើ spec CPU ជាមួយនឹង graphic card ដោយសារតែវាផ្ដល់កម្លាំងប៉ុន្តែ motherboard ក៏ជា part មួយដ៏សំខាន់ដែរពេលដែលយើងរើ motherboard ល្អមាន feature ច្រើនវាជួយទាំងកម្លាំងនិងការប្រើប្រាស់ហើយជាមួយនឹងការ upgrade នៅថ្ងៃក្រោយទៀតអញ្ចឹងសម្រាប់ PC build ថ្ងៃនេះខ្ញុំសូមណែនាំ motherboard ASUS Prime Zen 390P Wi-Fi ដែលខ្ញុំគិតថាវាជា motherboard Zen 390មួយដែលមានតម្លៃល្អនិងមាន feature ច្រើនទាំងបង creator designer ទាំងបងដែលលេង game ហើយមួយទៀតនោះវាមានរូបរាងស្អាត clean បាទមិនឆើតឆាយជាប្រភេទ gaming ពេកហើយក៏មិនមើលមកអត់ស្អាតដែរតែបើនិយាយពីមុខងារសំខាន់វិញគឺមានទាំងអស់ដូចជា pre-mounted I/O shield Thunderbolt 4 port BIOS flashback M.2 Gen 5 port PCIe Gen 5 Wi-Fi 7 Bluetooth 5.4 ជាពិសេសនោះ M.2 ដល់ទៅ4 slot ដែលបងអាចធ្វើជា storage ល្បឿនលឿននិង onboard header គ្រប់ប្រភេទសម្រាប់ case និង component ផ្សេងតើឥឡូវយើងចាប់ផ្ដើមរៀបជាម៉ាស៊ីនដើម្បីឲ្យដឹងថាការរៀបនិងការដំឡើងហើយវាមិនដែរសម្រាប់ CPU គឺយើងដាក់ Intel Core Ultra 5 245K ដែលជា CPU 410 Core 6 Performance និង 8 Efficient ចំណែក RAM គឺយើងដាក់ 32GB DDR5 ពណ៌ស 6000 MHz របស់ក្រុមហ៊ុន HPG និយាយទៅ 32GB វាមិនធំពេកហើយវាក៏មិនតិចពេកដែរអញ្ចឹងវាល្មមនៅក្នុងការ gaming និងការងារទូទៅដូចជាកាត់តវីដេអូ design ខ្នាតល្មមចំណែក storage គឺយើងដាក់ Crucial P3 Plus Mate ដែលជាប្រភេទ M.2 PCIe Gen 4ដែល support speed ទៅដល់ 5000MB per second អញ្ចឹងឥឡូវហ្នឹងយើងដាក់ Mate សិនដោយសារយើងសល់ slot free 3 slot ទៀតហ៎អញ្ចឹងយើងចង់បន្ថែមថ្ងៃក្រោយក៏បានដែរជាមួយ board Zen 390យើងចំណែកឯ graphic card យើងដាក់ thumb ASUS ROG 40 Ti សិនដោយសារតែ 5000 series ឃើញថាមិនទាន់សូវមាន stock ហើយតម្លៃក៏មិនទាន់ថេរដែរអញ្ចឹង PC build នេះខ្ញុំ build ចិត្តហើយនៅតែញាត់ graphic card ជាការស្រេចតែខ្ញុំចង់បង្ហាញអ្នកគ្នាពី feature Thunderbolt នៅលើ motherboard ថាហេតុអីបើខ្ញុំគិតថាវាល្អសំខាន់សម្រាប់ creator ហើយជាមួយនឹង gamer បាទទី1គឺយើងអាចដកមួយខ្សែដើម្បី power portable monitor ដែលវាបញ្ជូនទាំង signal ទាំងភ្លើងចឹងបានបាទទី2គឺវាមានល្បឿនលឿនទៅដល់ 40GB អញ្ចឹងបើអ្នកគ្នាមាន storage ដែលត្រូវ standard គឺអាច copy 4000MB per second គឺលឿនមែនតើអ្នកគ្នាបាទហើយទី3នោះគឺអ្នកគ្នាអាចយក port ហ្នឹងដើម្បីត workstation dock មកដែល dock ហ្នឹងគឺអ្នកគ្នាអាចដោត monitor តក៏បានប្រើ USB ប្រើ card reader អីផ្សេងខ្ញុំអត់មាន dock ហ្នឹងបង្ហាញតែអ្នកគ្នាអាចដោតបានទាំង dock ទាំង hub អីចឹងបាទអញ្ចឹង Thunderbolt ខ្ញុំគិតថាល្អមែនតើសម្រាប់បង creator និង gamer លយមែនតើសម្រាប់ board Zen 390នេះគ្រាន់តែភ្ជាប់អ៊ីនធឺណិតហើយគឺ load ASUS driver hub ឲ្យបញ្ចូល driver មកអញ្ចឹងយើងមិនបាច់ពិបាករកទេបាទគឺមាន driver គ្រប់សពឲ្យបញ្ចូលនៅលើ board ហ្នឹងឲ្យមានដៃមួយត្រង់ហ្នឹងអូខេអញ្ចឹងពេលនេះ build យើងគឺ complete ហើយអញ្ចឹងអ្នកនរគិតមិនដែរទៅលើ part ដែលខ្ញុំបានរើសហើយជាមួយនឹង color សម្រាប់ខ្ញុំគិតថាវា balance គ្នាបានល្អតែគ្រាន់ថា RGB 2នេះវាភ្លឺតិចបាទឥឡូវយើងមើល motherboard វិញ Z890 Prime Wi-Fi នេះខ្ញុំគិតថា best value ល្អមែនតើអ្នកគ្នាដោយសារតម្លៃ200ជាងប៉ុន្តែ feature ដែលសំខាន់ feature ដែលអ្នកគ្នាត្រូវការគឺអត់ខ្វះទេដូចជា header បាទមានគ្រប់ port បាទ port ខាងក្រោយក៏ចឹងដែរជាពិសេសមានទាំង Thunderbolt ទៀតបាទហើយចំណែក Wi-Fi ក៏ Wi-Fi 7 ដែរ RAM 4 slot M.2 4 slot ចឹងគិតថាគ្រប់តម្រូវការអ្នកនរគ្នាហើយទៅលើ motherboard ហ្នឹងណាបាទចឹងបើមានអី comment អាច comment ក្រោមហ្នឹងបានអរគុណដែលបានមើលវីដេអូនេះ